បាទជំរាបសួរលោកគ្រូអ្នកគ្រូសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាខ្ញុំសូមជូនវីដេអូពីរបៀបចូលប្រឡងតាមប្រព័ន្ធអនឡាញមួយ EdTech អញ្ចឹងដើម្បីចូលប្រឡងតាមប្រព័ន្ធអនឡាញមួយ EdTech នឹងបានខ្ញុំសូមជូននៅពីររបៀបបាទរបៀបទី1គឺយើងចូលប្រឡងតាមរយៈ App ដែលបានដំឡើងនៅលើទូរស័ព្ទដៃនិងរបៀបទី2គឺយើងចូលប្រឡងតាមរយៈ link ដែលបានផ្ញើចូលទៅក្នុងក្រុម Telegram ឬក៏ Messenger បាទអញ្ចឹងខ្ញុំសូមបង្ហាញរបៀបទី1អញ្ចឹងរបៀបទី1សូមបងប្អូនចូលទៅកាន់ app មួយ EdTech ដែលបានដំឡើងនៅលើទូរស័ព្ទដៃរួចហើយបន្ទាប់មកបងប្អូនធ្វើការអូសឡើងលើរកពាក្យថាចុចទីនេះដើម្បីប្រឡងអញ្ចឹងយើងចុចទៅលើពាក្យថាចុចទីនេះដើម្បីប្រឡងរួចរងចាំបន្ទាប់មកប្រព័ន្ធនឹងផ្ញើសារសូមស្វាគមន៍មកកាន់ការប្រឡងប្រចាំខែបាទអញ្ចឹងយើងចុចទៅលើពាក្យថាចាប់ផ្ដើមអញ្ចឹងបងប្អូនអាចចូលទៅប្រឡងបាននេះជារបៀបទី1អញ្ចឹងខ្ញុំសូមចូលទៅរបៀបទី2វិញម្ដងអញ្ចឹងរបៀបទី2គឺយើងចូលទៅកាន់ Telegram ឬក៏ Messenger អញ្ចឹងខ្ញុំចូលទៅកាន់ Telegram បន្ទាប់មកខ្ញុំចុចទៅលើ link ដែលផ្ញើចូលទៅក្នុងក្រុមសិស្សប្រឡងបាទបន្ទាប់មកប្រព័ន្ធនឹងផ្ញើសារដោយរបៀបទី1ចឹងដែរអញ្ចឹងខ្ញុំចុចទៅលើពាក្យចាប់ផ្ដើមអញ្ចឹងបន្ទាប់ពីចូលមកដល់កន្លែងនេះបងប្អូននឹងឃើញថាមានប៊ូតុង2គឺប៊ូតុងទី1ការចូលប្រឡងនិងប៊ូតុងទី2គ្រូបង្រៀនអញ្ចឹងចំពោះគ្រូបង្រៀនគឺលោកគ្រូអ្នកគ្រូអាចចុចទីនេះដើម្បីពិនិត្យមើលលទ្ធផលនិងរបាយការណ៍ប្រឡងប្រចាំសាលាអញ្ចឹងសម្រាប់បងប្អូនសិស្សានុសិស្សសូមចុចពាក្យថាចូលប្រឡងបាទពាក្យចូលប្រឡងពណ៌ខៀវនេះបាទអញ្ចឹងយើងចុចទៅលើពាក្យហ្នឹងបន្ទាប់មកទៀតបងប្អូនអូសឡើងមកលើរួចហើយធ្វើការបំពេញព័ត៌មានទី1សូមធ្វើការជ្រើសរើសខេត្តក្រុងទី2ស្រុកខណ្ឌទី3សាលារៀននិងទី4ថ្នាក់រៀនបាទអញ្ចឹងខ្ញុំសូមធ្វើការជ្រើសរើសខេត្តកណ្ដាលក្រុងសំពើពូនអនុជ្រោយតកែវថ្នាក់ទី7បាទបន្ទាប់មកទៀតនៅកន្លែងត្រង់នេះគេដាក់ថាស្វែងរកឈ្មោះសិស្សអញ្ចឹងសូមបងប្អូនចុចទៅលើប្រអប់នឹងមកហើយធ្វើការស្វែងរកឈ្មោះរបស់បងប្អូនទាំងអស់គ្នាអញ្ចឹងចំណុចត្រង់នេះសំខាន់បងប្អូនត្រូវជ្រើសរើសឲ្យចំឈ្មោះរបស់យើងបើប្រឡងចំឈ្មោះរបស់គេអញ្ចឹងលទ្ធផលនឹងបានទៅលើគេអញ្ចឹងសូមបងប្អូនធ្វើការពិនិត្យឲ្យបានមកចាត់ទៅលើឈ្មោះអញ្ចឹងលោកគ្រូសូមឧទាហរណ៍ទៅលើឈ្មោះនេះមួយបន្ទាប់ពីបានប៉ុណ្ណឹងហើយបងប្អូនចុចទៅលើពាក្យថាបង្កើតកូដរបស់អ្នកបាទចុចកន្លែងទាំងហ្នឹងមកហើយបងប្អូនអូសមកទៀតមកចុចពាក្យថាចូលប្រឡងបាទចុចទៅលើពាក្យចូលប្រឡងបន្ទាប់មកបងប្អូនធ្វើការជ្រើសរើសមុខវិជ្ជាដែលមានទាំងអស់10មុខវិជ្ជាអញ្ចឹងបងប្អូនអាចប្រឡងមុខវិជ្ជាណាមុនក៏បានដែរអញ្ចឹងលោកគ្រូសូមជ្រើសរើសយកមុខវិជ្ជាភាសាខ្មែរបាទបន្ទាប់មកបងប្អូនធ្វើការអូសឡើងទៅលើបាទមកដល់ខាងក្រោមផុតនេះគឺបងប្អូនចុចទៅលើពាក្យថាចាប់ផ្ដើមប្រឡងបន្ទាប់មកទៀតបងប្អូនធ្វើការវាយបញ្ចូលនៅលេខសម្ងាត់4ខ្ទង់ដែលលេខសម្ងាត់នោះគឺមានលេខ2026អញ្ចឹងសូមបងប្អូនវាយចូលមកលេខ2026បើបងប្អូនខ្លាចខុសបាទសូមចុចកន្លែងរូបភ្នែកនេះអញ្ចឹងគ្រូចុចកន្លែងរូបភ្នែកនេះបាទនេះលេខ2026បាទបន្ទាប់មកទៀតបងប្អូនចុចទៅលើពាក្យថាផ្ទៀងផ្ទាត់បាទពណ៌ខៀវនេះចុចទៅលើពាក្យផ្ទៀងផ្ទាត់អញ្ចឹងបន្ទាប់ពីផ្ទៀងផ្ទាត់ហើយប្រព័ន្ធនឹងចូលមកដល់វិញ្ញាសាប្រឡងអញ្ចឹងសូមបងប្អូនអានវិញ្ញាសាប្រឡងនឹងឲ្យបានច្បាស់លាស់ដើម្បីផ្ទៀងផ្ទាត់ជាមួយចម្លើយដែលមានស្រាប់ក្នុងមួយសំណួរគឺមានចម្លើយទាំងអស់4
អញ្ចឹងបងប្អូនពិនិត្យមើលថាចម្លើយមួយណាត្រឹមត្រូវគឺចុចទៅលើចម្លើយហ្នឹងអញ្ចឹងលោកគ្រូសូមឧទាហរណ៍បាទគ្រូចុចទៅលើចម្លើយលេខ11បន្ទាប់មកគឺយើងចុចទៅលើសំណួរបន្ទាប់អញ្ចឹងបងប្អូនធ្វើអញ្ចឹងរហូតទៅដល់សំណួរទី10បាទអញ្ចឹងលោកគ្រូចិត្តទៅចុចទៅឲ្យវីដេអូនេះខ្លីហើយចំពោះបងប្អូនប្រឡងជាក់ស្ដែងគឺអត់ចិត្តដោយលោកគ្រូអញ្ចឹងទេសូមផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវបាទអញ្ចឹងបន្ទាប់ពីមកដល់សំណួរលេខ10នេះបងប្អូនឃើញថាវាលែងចេញសំណួរបន្ទាប់ហើយគឺមានពាក្យថាបញ្ចប់អញ្ចឹងបងប្អូនចុចទៅលើពាក្យបញ្ចប់នេះបន្ទាប់មកប្រព័ន្ធនឹងបង្ហាញលទ្ធផលដែលបងប្អូនបានប្រឡងថាតើបងប្អូនប្រឡងបានពិន្ទុប៉ុន្មានភាគរយនៃពិន្ទុសរុបសម្រាប់មុខវិជ្ជានីមួយៗបាទអញ្ចឹងវីដេអូហ្នឹងលោកគ្រូសូមបង្ហាញប៉ុណ្ណឹងជាចុងក្រោយគឺសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាទទួលបានលទ្ធផលល្អប្រសើរគ្រប់គ្នាទាំងអស់បាទសូមអរគុណ